រឿងមេថ្មប់និងកូនអ្នកកាប់អុសកាលពីព្រេងនាយមានបរិសម្នាក់ប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតដោយការកាប់អុសគាត់រស់នៅក្នុងខ្ទមចាស់ស្ថិតនៅក្នុងព្រៃដ៏ធំមួយបរិសនោះមានកូន2នាក់កូនប្រុសច្បងឈ្មោះថាដេតនិងកូនត្រីឈ្មោះថាមុំអ្នកទាំងពីររស់នៅជាមួយនឹងម្ដាយចុងរបស់ខ្លួនម្ដាយចុងនេះតែងតែមានការស្អប់ខ្ពើមនិងថ្នាំងថ្នាក់ចំពោះក្មេងទាំងពីរនាក់នេះណាស់ដោយសារគ្មានភ្លៀងធ្លាក់អស់រយៈពេល1ឆ្នាំពេញបានធ្វើឲ្យកើតមាននៅគ្រោះអត់ឃ្លានក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះស្បៀងនៅក្នុងផ្ទះក៏អស់ធ្វើឲ្យពួកគេគ្មានអ្វីបរិភោគពួកគាត់មានការព្រួយបារម្ភជាខ្លាំងនៅយប់មួយប្រពន្ធបានប្រាប់ទៅប្តីថាមិនយូរប្រមាណទេពួកយើងប្រកាសជាស្លាប់ដោយសារតែការអត់ឃ្លានជាមិនខានយល់ល្អយើងគួរតែយកកូនទាំងពីរអ្នកនេះទៅបោះបង់ចោលនៅក្នុងព្រៃទៅត្បិតថាយើងគ្មានអ្វីចិញ្ចឹមពួកវាទៀតទេបរិសជាប្តីក៏បានឆ្លើយថាទេខ្ញុំមិនព្រមជាដាច់ខាតទោះបីជាយ៉ាងណាក៏ប្រពន្ធកំណាចនោះបង្ខំគាត់ឲ្យយល់ព្រមតាមគំនិតនាងទាល់តែបានក្មេងទាំងពីរមិនបានដេកលក់ទេដោយពួកគេហេវហត់ពេកហើយក៏ស្ដាប់ឮការសន្ទនារវាងឪពុកម្ដាយដោយចៃដន្យដេតនិយាយទៅកាន់ប្អូនស្រីថាបងមានមធ្យោបាយហើយនិយាយបណ្ដើដេតរើសយកដុំគ្រួសជាច្រើនដាក់ក្នុងហោប៉ៅបណ្ដើលុះព្រឹកឡើងម្ដាយចង់បានដាស់ក្មេងទាំងពីរឲ្យភ្ញាក់ពីដំណេកនិងចែកនំប៉័ងឲ្យក្មេងទាំងពីរម្នាក់មួយរួចនិយាយថាតោះពួកយើងនាំគ្នាចូលព្រៃបន្ទាប់មកពួកគេទាំងអស់គ្នាក៏ចេញដំណើរទៅដោយដឹងទុកជាមុនពីផែនការអាក្រក់របស់ម្ដាយចុងដេតធ្វើជាដើរក្រោយគេហើយលួចទម្លាក់ដុំគ្រួសនៅតាមផ្លូវដែលខ្លួនឆ្លងកាត់តើឯងកំពុងធ្វើអ្វីដេតម្ដាយចុងស្រែកសួរអត់អីទេម៉ែខ្ញុំបកដៃលាកូនឆ្មាយើងទៅតើដេតឆ្លើយតបពេលមកដល់ព្រៃក្រាស់ភ្លៀមម្ដាយចុងប្រាប់ទៅក្មេងទាំងពីរនាក់នោះថាពួកឯងសម្រាកនៅទីនេះហើយពួកយើងចូលទៅព្រៃជ្រៅទៀតដើម្បីរកអស់បន្ថែមទាំងពីរនាក់បងប្អូនអង្គុយញ៉ាំនំប៉័ងរបស់ពួកគេហើយក៏ដេកលង់លក់ទៅរហូតដល់យប់ជ្រៅតើពួកគេភ្ញាក់ដឹងខ្លួនឡើងមុំខ្លាចណាស់នាងអោបបងប្រុសហើយយំយ៉ាងខ្លាំងប៉ុន្តែដេតបានរំលោមប្អូនដោយនិយាយថាអោព្រះច័ន្ទរះចុះពួកយើងនឹងធ្វើដំណើរតាមដុំគ្រួសដែលបងបានទម្លាក់ត្រឡប់ទៅផ្ទះវិញមកដល់ផ្ទះភ្លាមដេតបានគោះទ្វារភ្លាមម្ដាយចុងកំណាចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញក្មេងទាំងពីរត្រឡប់មកផ្ទះវិញបាននាងមានការអន្ទះអន្ទែងចង់ដឹងណាស់ថាតើពួកគេអាចត្រឡប់ដោយរបៀបណាត្បិតពួកគេមិនស្គាល់ផ្លូវទាល់តែសោះលុះក្រឡេកទៅផ្លូវម្ដាយចុងឃើញដុំគ្រួសតូចៗជាច្រើនដុំត្រូវបានពង្រាយនៅតាមផ្លូវឆ្ពោះទៅកាន់ព្រៃឆ្លៀតឱកាសក្មេងទាំងពីរកំពុងតែដេកលង់លក់ក្នុងបន្ទប់ម្ដាយចុងបានចាក់សោទ្វារបន្ទប់នោះជាប់ដើម្បីកុំឲ្យក្មេងទាំងពីរអាចចេញមករើសដុំគ្រួសទៀតបានព្រលឹមស្រាងម្ដាយចុងអប្រិយបានដាស់ពួកគេឲ្យភ្ញាក់ម្ដងទៀតនិងចែកនំប៉័ងឲ្យពួកគេដោយសពដងបន្ទាប់មកក៏ធ្វើដំណើរចូលព្រៃជ្រៅម្ដងទៀតដេតនឹកឃើញមធ្យោបាយមួយវាបេះនំប៉័ងជាចំណែកតូចៗទម្លាក់តាមផ្លូវរហូតដោយពុំដឹងថាសត្វស្លាបទាំងឡាយនឹងស៊ីនំប៉័ងនោះអស់ជាមិនខានមកដល់កណ្ដាលព្រៃនាងឲ្យក្មេងទាំងពីរអង្គុយមួយកន្លែងបន្ទាប់មកនាងនិងប្តីក៏ដើរចេញកាន់តែឆ្ងាយទៅដោយធ្វើជាកាប់ឆ្ការព្រៃប៉ុន្តែតាមពិតពួកគេបែរជាធ្វើដំណើរតាមផ្លូវវាងផ្សេងមកផ្ទះវិញសោះយប់ជ្រៅទៅហើយមុំភ័យខ្លាចយ៉ាងខ្លាំងដេតនិយាយទៅកាន់ប្អូនថាកុំភ័យអីអោព្រះច័ន្ទរះចុះយើងនឹងរកផ្លូវទៅផ្ទះវិញ
ប៉ុន្តែសត្វស្លាបបានស៊ីកំទេចនំប៉័ងអស់រលីងទៅហើយទោះបីជាពន្លឺព្រះចន្ទរះខ្លាំងយ៉ាងណាក៏ពួកគេមិនអាចរកផ្លូវមកផ្ទះឃើញដែរពួកយើងនឹងស្លាប់នៅទីនេះហើយមែនទេបងមុំយំសួរដេតលួងលោមប្អូនហើយនៅទីនោះកុំដកប្អូនជានិច្ចដោយនឿយហត់ក្នុងការធ្វើដំណើរនិងស្រេកឃ្លានផងពួកគេក៏សម្រាកយ៉ាងស្កប់ស្កល់ក្រោមដើមឈើមួយព្រលឹមស្រាងឡើងក្មេងទាំងពីរក៏ភ្ញាក់ហើយបានស្ដាប់ឮសំឡេងសត្វស្លាបស្រែកច្រៀងយ៉ាងគ្រលួចពួកគេហាក់ដូចជាធំក្លិននៅអ្វីម្យ៉ាងបន្ទាប់មកក៏ធ្វើដំណើរតាមក្លិននោះរហូតដល់ផ្ទះតូចមួយផ្ទះតូចនោះសាងសង់ឡើងអំពីនំដ៏ផ្អែមនិងទ្វារផ្ទះធ្វើអំពីស្ករក្មេងទាំងពីរបានបេះញ៉ាំផ្ទះនំនោះដោយសប្បាយចិត្តយ៉ាងខ្លាំងរំពេចនោះសំឡេងដ៏ព្រឺព្រួចបានបន្លឺឡើងក្បែរត្រចៀកពួកគេថាសំឡេងស៊ីដូចជាកណ្ដុរតើអ្នកណាកំពុងស៊ីផ្ទះដែលយើងធ្វើអំពីនំរបស់យើងក្មេងទាំងពីរតក់ស្លុតយ៉ាងខ្លាំងដោយសំឡេងនោះចេញមកពីក្រោយខ្នងរបស់ពួកគេថាមិនខុសទេពួកគេបានឃើញយាយធ្មប់ចាស់ម្នាក់សម្លឹងមករកពួកគេភ្នែកឡើងក្រហមពោពេញទៅដោយកំហឹងមេធ្មប់នោះអរខ្លាំងណាស់ដែលក្មេងទាំងពីរនឹងក្លាយទៅជាជនរងគ្រោះរបស់ខ្លួនជាមិនខាននាងសាច់ថាសាច់ពួកឯងមានក្លិនឈ្ងុយម្លេះយើងនឹងស៊ីពួកឯងឲ្យឆ្ងាញ់មាត់ម្ដងត្បិតពួកឯងបានបំផ្លិចបំផ្លាញផ្ទះរបស់យើងដោយមិនអាចធ្វើអ្វីបានដេតត្រូវមេធ្មប់ចាក់សោចោលពីក្រៅនិងទុកវានៅក្នុងក្រោលសេះមួយឃើញហេតុការណ៍បែបនេះមុំស្រែកយំយ៉ាងខ្លាំងរីឯមេធ្មប់ក៏បានសើចយ៉ាងសប្បាយមេធ្មប់តែងតែមានភ្នែកក្រហមធ្វើឲ្យពួកគេមិនអាចមើលអ្វីឃើញច្បាស់ទេគឺបានត្រឹមតែស្រង់ក្លិនអ្នកណាដែលនៅក្បែរពួកគេប៉ុណ្ណោះមេធ្មប់និយាយទៅកាន់មុំថាឯងទៅធ្វើម្ហូបឆ្ងាញ់ឲ្យបងឯងស៊ីទៅដើម្បីឲ្យវាធាត់នោះយើងនឹងឆាប់បានស៊ីវាមុនមុំដ៏កំសត់គឺជាអ្នករ៉ាប់រងរាល់ការងារទាំងអស់និងចំអិនអាហារទៀតផងពេលនាងយកម្ហូបអាហារទៅឲ្យដេតពួកគេនិយាយលួងលោមបន្លប់គ្នាថាពុកប្រកាសជាស្វែងរកយើងនិងជួយយើងជាមិនខានប៉ុន្តែថ្ងៃបន្ទាប់មេធ្មប់បានមកមើលដេតឃើញដេតមិនធាត់ដូចចិត្តខ្លួនមេធ្មប់ក៏សម្រេចចិត្តស៊ីមុំវិញម្ដងមេធ្មប់ប្រាប់ឲ្យមុំវាចូលទៅក្នុងឡដើម្បីមើលភ្លើងក្នុងឡថាតើឆេះល្មមអាចដុតនំបានឬនៅតាមពិតមេធ្មប់ចង់ដុតនាងទាំងរស់វិញទេប៉ុន្តែក្មេងស្រីដឹងពីពុតបុត្ររបស់យាយធ្មប់នោះមុននាងក៏ធ្វើជានិយាយថាខ្ញុំបើកទ្វារឡមិនរួចទេជួយបើកឲ្យខ្ញុំផងយាយពេលនោះនាងក៏រុញយាយធ្មប់ចូលក្នុងឡទៅដែលមានភ្លើងឆេះខ្លាំងហើយនាងបិទទ្វារវិញយ៉ាងជិតមុំបានរំដោះបងប្រុសចេញពីក្រោលសេះដោយវាយបំបែកសោនោះហើយពួកគេក៏សម្រេចចិត្តចាក់ចេញពីទីនោះភ្លាមតែម្ដងជៀសវាងមានហេតុការណ៍អាក្រក់កើតឡើងម្ដងទៀតពួកគេក៏ធ្វើដំណើរមកដល់ទន្លេមួយស្រាប់តែមានកង្ងានសធំមួយហែលមកក្បែរពួកគេហើយនិយាយថាតើអ្នកចង់ឆ្លងទន្លេដែរឬទេមែនហើយអ្នកពិតជាមានសន្តានចិត្តល្អណាស់ប្រសិនបើអ្នកអាចជួយពួកយើងឆ្លងទន្លេនេះបានដោយសុវត្ថិភាពក្មេងទាំងពីរនិយាយអញ្ចឹងខ្ញុំនឹងដាក់អ្នកនៅលើខ្នងខ្ញុំរួចហែលជូនអ្នកឆ្លងកាត់ទន្លេនេះកង្ងានតបកង្ងានក៏ចម្លងពួកគេម្ដងមួយដោយសុវត្ថិភាពក្មេងទាំងពីរស្រែកអរដោយរីករាយនិងទះដៃខ្លាំងទៀតផងតាមពិតឪពុកក្មេងទាំងពីរបានចេញដើររកកូនអស់រយៈពេលជាច្រើនថ្ងៃណាស់មកហើយនៅពេលដែលឪពុកកំពុងតែដើរក្បែរទន្លេនោះបានឮសម្រែកកូនរបស់ខ្លួនហើយរត់សម្ដៅទៅរកពួកគេគាត់អោបថើបកូនទាំងពីរដោយក្តីស្រឡាញ់
ថែមទាំងឃើញគ្រឿងអលង្ការមានតម្លៃជាច្រើននៅក្នុងហោប៉ៅរបស់កូនគាត់រត់តែសប្បាយចិត្តថែមទៀតពួកគេក៏ដើរទៅផ្ទះវិញនិងរស់នៅដោយក្តីរីករាយតាំងពីពេលនោះទៅរឿងមេធ្មប់នឹងកូនអ្នកកាប់អុសក៏ចប់តែប៉ុណ្ណឹងសូមអរគុណសូមគោរពលា